Bà sức đây cho ngày ní dương mơ pi bộ hữu và chẳng hạn là không bị sao ông lề nè bậc mai dương trơn rồi còn muối dương ọt bị trẻ tê bà dương ai bị trẻ chơi chùm nuôn tầm đón ờ ờ còn bên trái bị sao ông lấy cứ dương từ time nè time mà sao s nó bị cao bà chẳng ở ta tha cô muối dương vậyธรรมดานะโกปีโกเบยจังตือไปใต้ไปซองเลยโกมุ้ยเอ่อ cow ธรรมดาไปใต้ดอกไปโกชรัน cows นะโกปีลางตือโกปี cows two cows โกเบย three cows โอเคហើយក៏មានករណីខ្លះៗដែរបងប្អូនគួរកត់ចំណាំបាទខ្ញុំបញ្ជាក់តិចយើងគុំទម្លាប់អូអានឹងថែម s អានឹងថែម es យើងព្យាយាមបញ្ចេញសំឡេងវិញបាទដោយសារតែយើងថាអូ brother នឹងមាន s អូយើងជាពិសេសគ្រូបង្រៀនក៏ដោយសិស្សក៏ដោយយើងទម្លាប់អញ្ចឹងខួរក្បាលរបស់យើងវានៅតែគិតអានឹងថែម s ឬក៏ថែម es អញ្ចឹងយើងនិយាយអត់ចេញទេប៉ុន្តែយើងទម្លាប់ចេះវិញថា one brother បងប្អូនប្រុសម្នាក់ three brothers ឃើញទេយើងបញ្ចេញខ្យល់នៅពីក្រោយអញ្ចឹងវិញបាទ one brother two brothers a job two jobs yeah យើងទម្លាប់ថាជាពាក្យអញ្ចឹងវិញណាកុំអូអានឹងថែម s ឬក៏ថែម ies យើងថែមហ្នឹងយើងដូចថាយើងដកពាក្យពីក្នុងមាត់របស់យើង100យើងនិយាយតែ2ឯបានហើយ1 2បានហើយយើងទម្លាប់អញ្ចឹងយើងនិយាយភាសាអង់គ្លេសអត់ចេញទេយើងទម្លាប់សុខចិត្តយកពេលហ្នឹងយកទៅអានវិញយកទៅអាន brother two brothers a job two jobs a school three schools yeah three schools និយាយថាអូ school នឹងមាន s អត់មិនបាច់ទេណាកុំទម្លាប់អាការគិតរបស់យើងមិនបន្តិចហ្នឹងក៏ទាញឲ្យយើងនិយាយអង់គ្លេសអត់ចេញដែរបាទ a car two cars ចឹងទៅ three cars five cars ten cars ចឹងទៅណា a country two countries a family two families yeah five families ten families ចឹងចាប់ពី2ឡើងទៅគឺយើងមាន s ណាយើងនិយាយអញ្ចឹងសម្រាប់ក្នុងការបញ្យល់ប៉ុន្តែឲ្យយើងទម្លាប់គិត family families បាទ family families អូខេ city two one a city two cities បាទ a baby five babies បាទ five babies បាទអញ្ចឹងមកនៅពេលដែលមាន y យើងលុប y ថែម i es បាទលុប y ថែម i es ករណីលើកលែងកុំតន់និយាយច្រើនពេកជាពិសេសអ្នករៀនដំបូងបាទយើងយកករណីដែលទូទៅសិនតែយើងប្រាប់ករណីលើកលែងហ្នឹងគាត់ជាជាប់ផុងនៅហ្នឹងហើយឲ្យធ្លាប់អាករណីទូទៅបានន័យថា100វាមាន80ហើយ80 90ហើយអញ្ចឹងយើងករណីលើកលែងកុំតន់ណាខ្ញុំឃើញអ្នករៀនបរាជ័យដោយសារតែអង្គុយគិតរឿងករណីលើកលែងណាអ្នករៀន present perfect អត់ចេះនេះមួយអ្នករៀនបាទភាគច្រើនអង្គុយគិតរឿងករណីលើកលែងពេកករណីលើកលែងយើងខុសទៅពេលខ្លះជនជាតិខុសដែរហ្នឹងអញ្ចឹងយើងទៅអីបាទយើងចាំអាទូទៅរបស់វាសិនទៅឧទាហរណ៍ថា past perfect ជាមួយនឹង present past simple ហើយនឹង present perfect យើងច្រឡំគ្នាយ៉ាងម៉េចច្រឡំគ្នាដោយសារមួយមានឆ្នាំមួយអត់ឆ្នាំ past simple មានឆ្នាំ past present perfect អត់ឆ្នាំតែប្រើដូចគ្នាចឹងយើងចំណាំប៉ុណ្្នឹងឲ្យច្បាស់សិនករណីលើកលែងមាន since មាន for អីករណីលើកលែងបងប្អូនកុំរៀនសរុបទៅកុំរៀនអ្នកដែលរៀនមិនចេះហ្នឹងសាកល្បងវិធីថ្មីកុំរៀនអាករណីលើកលែងណាបាទយើងយកអាករណីទូទៅសិនទៅយើងមិនមែនភាសារបស់យើងផងយើងទៅ perfect អីម្លេះយើងពេលខ្លះយើងមើលឆ្ងាយពេកវាហួសពេលខ្លះយើងមើលទាបពេកយើងមើលអាកណ្ដាលយើងមើលកណ្ដាលណាកុំលោភមកភ្លាមចង់រៀននេះ
យើងស្ទាត់អាធម្មតាសិនករណីលើកលែងចាំពេលក្រោយចាំឲ្យយើងលេងខុសអាករណីធម្មតាសិនបាទអញ្ចឹងពេលមានខ្យល់ស្រាប់ណាអានឹងបានខ្ញុំទៀមទាឃើញបកទៅបកមកទៅ phonics វិញហើយphonics គឺយើងត្រូវបញ្ចេញខ្យល់បញ្ចេញខ្យល់មានឈឹមានជអីហ្នឹងយើងបញ្ចេញខ្យល់ឲ្យបានត្រឹមត្រូវពេលរៀន phonics នៅពេលដែលនេះយើងចាប់អារម្មណ៍ពេលមានខ្យល់ស្រាប់យើងទៅថែមមកតង់ទៀតក៏វានៅតែដដែលទេអញ្ចឹងយើងត្រូវថែម is ឃើញទេឃើញស្រួលគិតទេបើយើងចេះអានខ្លះចឹងអត់ត្រូវទេ class ឃើញទេមានរបស់គេអញ្ចឹងដល់ពេលយើងថែមមួយទៀតទៅវានៅតែដដែលលេងអញ្ចឹងយើងត្រូវដើម្បីឲ្យវាដូរសំឡេងយើងត្រូវថា is ថែម is បាទអញ្ចឹង classes addresses ថ្នាក់address អាស័យដ្ឋានមួយណាអាស័យដ្ឋានច្រើន addresses sandwich sandwiches តែវ៉ែនតានេះអត់ទេបងប្អូនវ៉ែនតានេះវាមានតែ sunglasses មួយឯងវាអត់មានអាមួយវ៉ែនតាវាមាន2ឯងអញ្ចឹង sunglasses តែមួយអត់មានមិនហៀងទេបាទ man men អានេះករណីដែលផ្លាស់ប្ដូរបាទករណីផ្លាស់ប្ដូរនេះបងប្អូន print ជាกระดาษមួយសន្លឹកហើយយើងវាយនៅក្នុង Google ណា irregular nouns ចឹងមកយើងឃើញលិះមួយយើងរកជារូបភាពហើយយើង print អាហ្នឹងមកសន្លឹកបិទអញ្ចឹងទៅហើយវាអត់មានច្រើនទេណា man men woman women សរុបទៅអ្នកដែលប្រើអង់គ្លេសបានប្រចាំថ្ងៃគាត់មិនប្រកាសតែចេះអស់ដែរ child children បាទក្មេងមួយ child ក្មេងច្រើន children មនុស្សម្នាក់ person មនុស្សច្រើន people ណា one person two people បាទអរគុណច្រើនសូមជួយចុច like subscribe ហើយនឹង share អីហ្នឹងបាទអរគុណ